សូមស្វាគមន៍មកកាន់នីតិព័ត៌មានថ្មីនេះរុស្ស៊ីបានប្រើដ្រូនវាយប្រហារលើទីក្រុងកំពង់ផែអូដេសារបស់អ៊ុយក្រែនដែលបណ្ដាលឲ្យមនុស្ស2នាក់បានស្លាប់បាត់បង់ជីវិតកាលពីថ្ងៃប្រហ័សទី1ខែឧសភាដ្រូនរបស់រុស្ស៊ីបានវាយប្រហារលើទីក្រុងកំពង់ផែអូដេសាជាប់សមុទ្រខ្មៅរបស់អ៊ុយក្រែនបណ្ដាលឲ្យមនុស្ស2នាក់បានស្លាប់និង15នាក់ផ្សេងទៀតរងរបួសព្រមទាំងបង្កអគ្គិភ័យបំផ្លាញហេដ្ឋារចនាសម្ព័ន្ធនេះបើយោងតាមប្រភពព័ត៌មានពីសារព័ត៌មាន Reuters លោកអភិបាលតំបន់អូដេសាលោកអូលេគីពើបានសរសេរនៅលើ Telegram ថាការវាយប្រហាររបស់សត្រូវបានបំផ្លាញអគារខ្ពស់ៗផ្ទះឯកជនផ្សារទំនើបនិងរថយន្តលោកបានបន្ថែមថាអគ្គិភ័យបានឆាបឆេះនៅកន្លែងមួយចំនួនហើយក្រុមអ្នកជួយសង្គ្រោះកំពុងតែពន្លត់វីដេអូដែលលោកបានបង្ហាញពីការខូចខាតយ៉ាងដំណំចំពោះអគារខ្ពស់ៗនិងកន្លែងផ្សេងទៀតក្រុមហ៊ុនផ្លូវដែករដ្ឋអ៊ុយក្រែនបានរាយការណ៍ថាការវាយប្រហារនេះក៏បានធ្វើឲ្យខូចខាតផ្លូវដែកបណ្ដាញទំនាក់ទំនងនឹងទូរថភ្លើងដឹកទំនិញចំនួន3ផងដែរបុគ្គលិកកំពុងធ្វើការជួសជុលហើយរថភ្លើងដឹកទំនិញកំពុងត្រូវបានបង្វែរតាមផ្លូវផ្សេងរីឯរថភ្លើងដឹកអ្នកដំណើរនៅតែដំណើរការជាធម្មតាក្រុមហ៊ុនបានបញ្ជាក់ថាអ្នកស្លាប់ម្នាក់ក្នុងហេតុការណ៍នេះគឺជាបុគ្គលិកផ្លូវដែកដែលស្លាប់នៅក្នុងផ្ទះរបស់ពួកគាត់តែម្ដងចំណែកកងទ័ពអាកាសអ៊ុយក្រែនបាននិយាយថាក្នុងអំឡុងពេលវាយប្រហារពេញមួយយប់រុស្ស៊ីបានបាញ់មីស៊ីលប៉ាឡេស្ទិកចំនួន5គ្រាប់និងដ្រូនវាយប្រហារចំនួន170គ្រឿងសម្ដៅមកលើអ៊ុយក្រែនកងកម្លាំងការពារដែនអាកាសបានបាញ់ទម្លាក់ដ្រូន74គ្រឿងខណៈ68គ្រឿងផ្សេងទៀតទំនងជាបានទៅដល់គោលដៅដោយសារវិធានការសង្គ្រាមអេឡិចត្រូនិកគេមិនទាន់ដឹងច្បាស់ពីជោគវាសនារបស់មីស៊ីលដ្រូន28គ្រឿងដែលនៅសល់នោះទេបាទសូមអរគុណសម្រាប់ព័ត៌មានខ្លីសូមបញ្ចប់តែប៉ុណ្ណេះ